ទៅលើប្រទេសក្បែរខាងក្រោយបានពង្រីកការវាយប្រហារលើ12ប្រទេសប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាសាល់ ពេហ្សេស្គៀនបាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍នេះថាក្រុមប្រឹក្សាពិបាលបណ្ដោះអាសន្នរបស់ខ្លួនបានអនុម័តការផ្អាកការវាយប្រហារប្រឆាំងនឹងប្រទេសក្បែរខាងលុះត្រាតែមានការវាយប្រហារមកលើអ៊ីរ៉ង់ពីប្រទេសទាំងនោះទន្ទឹមនឹងការប្រកាសនេះផងដែរលោកក៏បានសុំទោសទៅដល់បណ្ដាប្រទេសឈូងសមុទ្រអារ៉ាប់ថ្លែងលើទូរទស្សន៍រដ្ឋប្រធានាធិបតីអ៊ីរ៉ង់បានឲ្យដឹងថាខ្ញុំសូមអភ័យទោសចំពោះប្រទេសជិតខាងដែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់យើងមិនមានបំណងវាយប្រហារប្រទេសជិតខាងទេដោយតែខ្ញុំបាននិយាយម្ដងហើយម្ដងទៀតថាពួកគេជាបងប្អូនរបស់យើងលោកបានបន្ថែមថាក្រុមប្រឹក្សាពិបាលដែលមានសមាជិក3រូបដែលគ្រប់គ្រងអ៊ីរ៉ង់បណ្ដោះអាសន្នបានប្រាប់កងកម្លាំងប្រដាប់អាវុធថាចាប់ពីពេលនេះតទៅមិនគួរមានការវាយប្រហារដោយមីស៊ីលទៅលើប្រទេសជិតខាងនោះឡើយលុះត្រាតែពួកគេចង់វាយប្រហារអ៊ីរ៉ង់ពីសំណាក់ប្រទេសទាំងនោះលោកពេហ្សេស្គៀនបាននិយាយថាខ្ញុំគិតថាយើងត្រូវដោះស្រាយបញ្ហានេះដោយការទូតជាជាងការប្រយុទ្ធនឹងមានបញ្ហាជាមួយប្រទេសជិតខាងបើយោងតាមលោក Brad Cooper ឧត្តមនាវីឯកកងទ័ពជើងទឹកប្រធានបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកដែលត្រួតពិនិត្យប្រតិបត្តិការនៅមជ្ឈមបូព៌ាបានឲ្យដឹងថាអ៊ីរ៉ង់បានវាយប្រហារប្រទេសចំនួន12ហើយដោយកំណត់គោលដៅដោយចេតនាលើជនស៊ីវិលនៅ